រដងបរិយាបងប្អូនអស់ចេះសន្សំប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយអំពីប្រធានបទថ្មីប្លែកមួយទៀតគឺការខ្ចីលុយធនាគារវិញម្ដងមនុស្សជាច្រើនប្រហែលជាគិតថាការស្នើសុំកម្ចីគឺគ្រាន់តែរៀបចំឯកសារហើយនៅពេលដែលធនាគារអនុម័តយើងបានលុយទៅគឺចប់រឿងហើយប៉ុន្តែតាមពិតទៅការដែលយើងទទួលបានកម្ចីមកកញ្ចប់ហ្នឹងមិនមែនជាចំណុចបញ្ចប់ទេវាគ្រាន់តែជាចំណុចចាប់ផ្ដើមនៃទំនួលខុសត្រូវនៅក្នុងការគ្រប់គ្រងលុយរបស់យើងទៅវិញខ្ញុំខ្លួនឯងហ្នឹងក៏សង្កេតឃើញដែរនៅពេលដែលខ្ញុំធ្វើវីដេអូរាល់ដងដែលនិយាយពីការសន្សំហ្នឹងមានបងប្អូនជាច្រើនដែលចូលមកខមមិនថាសន្សំមិននឹងសល់ទៅបើបើកប្រាក់ខែមកគឺសងធនាគារអស់ហើយនេះហើយគឺជាមូលហេតុដែលមុនពេលយើងសម្រេចចិត្តខ្ចីលុយគេគួរតែត្រៀមខ្លួនឲ្យបានល្អជាងមុនសំណួរទី1ដែលត្រូវសួរខ្លួនឯងតើខ្ចីលុយនេះមកដើម្បីគោលដៅអ្វីបន្ទាប់ពីយើងបានខ្ចីលុយនេះហើយតើវាអាចជួយធ្វើឲ្យជីវិតឬមួយក៏ការងារយើងនឹងប្រសើរបានក្នុងកម្រិតណាពីព្រោះការខ្ចីលុយដែលមានគោលដៅច្បាស់លាស់គឺងាយស្រួលនៅក្នុងការគ្រប់គ្រងជាជាងការដែលខ្ចីលុយនឹងគ្រាន់តែមានលុយដើម្បីប្រើប្រាស់ទី2សំខាន់មែនតើមុននឹងខ្ចីគឺត្រូវមើលទៅលើលទ្ធភាពរបស់ខ្លួនឯងមុននឹងខ្ចីសំខាន់បំផុតត្រូវដឹងថាខ្លួនឯងមានចំណូលប្រចាំខែប្រមាណចាយទៅវិញប្រមាណហើយមានលទ្ធភាពបង់សងទៅគេវិញហ្នឹងចំនួនប្រមាណដែរកុំមើលតែទៅលើថាតើធនាគារអាចឲ្យយើងខ្ចីលុយបានចំនួនប្រមាណប៉ុន្តែត្រូវមើលថាតើយើងអាចគ្រប់គ្រងការបង់សងនឹងបានឬអត់ឬនិយាយជាភាសាសាមញ្ញថាតើយើងអាចរត់រួចជាមួយនឹងទំហំកម្ចីដែលយើងត្រូវសងត្រឡប់ទៅវិញជាប្រចាំនឹងអត់ហើយបន្ទាប់ពីទទួលបានកម្ចីហើយត្រូវប្រើប្រាស់លុយនោះទៅក្នុងគោលដៅដែលយើងបានគ្រោងទុកបើខ្ចីសម្រាប់គោលដៅអាជីវកម្មគឺគួរតែប្រើប្រាស់នៅក្នុងគោលដៅអាជីវកម្មបើខ្ចីសម្រាប់គោលដៅផ្សេងក៏គួរតែមានការគ្រប់គ្រងឲ្យបានច្បាស់លាស់មិនមែនខ្ចីមកសម្រាប់គោលដៅអាជីវកម្មប៉ុន្តែបែរជាយកទៅទិញសម្ភារៈនិយមទេសំខាន់មួយទៀតគឺការបង់សងឲ្យបានទាន់ពេលវេលាពីព្រោះប្រវត្តិនៃការបង់សងទៅកាន់ធនាគារវិញរបស់យើងហ្នឹងគឺបង្ហាញអំពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់យើងហ្នឹងទៅថ្ងៃអនាគតដូច្នេះបន្ទាប់ពីទទួលបានកម្ចីហើយយើងក៏ត្រូវតែរក្សាប្រវត្តិឥណទានរបស់យើងហ្នឹងឲ្យបានល្អដើម្បីងាយស្រួលនៅក្នុងការទទួលបានកម្ចីនៅថ្ងៃខាងមុខនៅពេលដែលយើងមានតម្រូវការព្រោះយើងមើលអត់ឃើញទេថានៅថ្ងៃខាងមុខយើងអាចនឹងមានតម្រូវការអីគេខ្លះដែលយើងត្រូវការខ្ចីលុយពីធនាគារមិនត្រឹមតែប៉ុណ្្នឹងទេការពិនិត្យនិងការតាមដានព័ត៌មានឥណទានផ្ទាល់ខ្លួនហ្នឹងក៏ជារឿងសំខាន់ដែលមិនគួរមើលរំលងដែរដោយវាអាចជួយយើងនៅក្នុងការគ្រប់គ្រងព័ត៌មានឥណទានផ្ទាល់ខ្លួននិងតាមដានអេរិយាបថនៃការបង់សងរបស់យើងប្រចាំខែទៅកាន់គេវិញហ្នឹងឲ្យបានកាន់តែច្បាស់ជាងមុនហើយដើម្បីងាយស្រួលនៅក្នុងការឆែកនិងតាមដានព័ត៌មានឥណទានផ្ទាល់ខ្លួនបងប្អូនអាចប្រើប្រាស់ CBC Mobile ដើម្បីពិនិត្យរបាយការណ៍ឥណទានរបស់យើងនឹងឲ្យបានជាប់លាប់និងយល់កាន់តែច្បាស់អំពីប្រវត្តិឥណទានរបស់យើងដូច្នេះការខ្ចីលុយធនាគារហ្នឹងគឺមិនមែនជារឿងខុសអីទេសំខាន់បំផុតគឺយើងត្រូវយល់អំពីសមត្ថភាពរបស់ខ្លួនឯងមានផែនការច្បាស់លាស់និងចេះគ្រប់គ្រងប្រវត្តិឥណទានរបស់ខ្លួននឹងឲ្យបានល្អមុននិងបន្ទាប់ពីសម្រេចចិត្តខ្ចីជាការចែកម្លែកមួយដែរអ្នកទាំងអស់គ្នានៅលើ Facebook Page របស់ Credit Bureau Cambodia ឬក៏ហៅកាត់ថា CBC ហ្នឹងមានចែករំលែកព័ត៌មានអប់រំអំពីហិរញ្ញវត្ថុនឹងច្រើនមែនទែនដើម្បីជួយឲ្យបងប្អូនយល់កាន់តែច្បាស់អំពីប្រវត្តិឥណទាននិងការគ្រប់គ្រងកម្ចីប្រកបដោយទំនួលខុសត្រូវព្រោះអីការសម្រេចចិត្តល្អទៅលើរឿងលុយកាក់នេះគឺចាប់ផ្ដើមចេញពីការមានព័ត៌មានដែលត្រឹមត្រូវជួបគ្នានៅក្នុងវីដេអូចំណេះដឹងហិរញ្ញវត្ថុក្រោយៗទៀតបាយបាយ